បាទបងអនុញ្ញាតសូមគោរពហើយនឹងជម្រាបសួរដល់បងប្អូនផងដែរកាលពីយប់មិញខ្ញុំបានចេញคลิปវីដេអូមួយហើយនៅក្នុង YouTube Channel YouTube របស់ខ្ញុំបាទបូរ៉ាមីមុតvà 56បាទខ្ញុំបានបង្ហាញទៅដល់បងប្អូនរបៀបដាក់អំពូលចាប់ចង្រិតនិងខ្មុលបាទคลิปពីយប់ខ្ញុំបានបង្ហាញហើយឲ្យបងប្អូននៅតាមសិក្សាចំការរបស់យើងដឹងថាតើរបៀបរស់នៅបាទរបៀបរស់នៅរបស់បងប្អូនប្រជាកសិករតាមសិក្សាចំការតាមព្រំដែនវាមានរបៀបរស់នៅយ៉ាងណាអញ្ចឹងបងប្អូនដឹងហើយបន្ទាប់ពីគាត់ប្រមូលផលស្រូវសណ្ដែកដំឡូងរបស់គាត់រួចបាទគាត់ឆ្លៀតឱកាសពេលទំនេរគាត់អាចដាក់អំពូលចាប់ចង្រិតរោត្រីរោមហូបធ្វើតុកធ្វើទូបាទដើម្បីបានប្រាក់កម្រៃខ្លះបន្តិចបន្តួចបាទផ្គត់ផ្គង់ឲ្យកូនរបស់គាត់សិក្សារៀនសូត្រជាដើមបាទអញ្ចឹងសម្រាប់คลิปវីដេអូមួយនេះខ្ញុំនឹងផុសនៅក្នុង Channel YouTube របស់ខ្ញុំដដែលបាទចង់បង្ហាញអំពីបងប្អូនជីកស្រះចិញ្ចឹមត្រីបាទបើសិនជាបងប្អូនមានដីទំនេរបាទដីទំនេរនៅគៀនផ្ទះឬយ៉ាងណាបងប្អូនអាចជីកស្រះជាធំក៏បានឬក៏ធ្វើជាស្រះបែបលក្ខណៈថាយើងក្រាលតង់បងប្អូនក្រាលតង់ឲ្យបូមទឹកដាក់ឲ្យមានចកមានអីយ៉ាងទៅយើងអាចចិញ្ចឹមត្រីបានហើយបងប្អូនវាខុសពីចិញ្ចឹមស្រីបាទបងប្អូនអញ្ចឹងបងប្អូនទៅទស្សនាការជីកស្រះចិញ្ចឹមត្រីទាំងអស់គ្នាបាទបងប្អូនយើងដឹងហើយថាវិស័យកសិកម្មវាមានផលប្រយោជន៍ច្រើនសម្រាប់បងប្អូនប្រជាកសិករដែលរស់នៅតាមស្រុកស្រែចម្ការរបស់យើងបងប្អូនជាពិសេសការចិញ្ចឹមការដាំដុះនេះបងប្អូនដឹងហើយថាវិស័យកសិកម្មវាមាន2ចំណុចធំបងប្អូនវាមានបសុសត្វបាទហើយនឹងរុក្ខជាតិបសុសត្វបានទៅលើការចិញ្ចឹមសត្វគ្រប់ប្រភេទអ្វីយ៉ាងទៅចង្រិតកណ្ដូបសេះគោក្របីបាទសម្រាប់រុក្ខជាតិវាមានការដាំដុះបាទដំណាំគ្រប់ប្រភេទអញ្ចឹងបងប្អូនស្រឡាញ់មួយណាបាទបើសិនជាបងប្អូនស្រឡាញ់ខាងសត្វបងប្អូនចិញ្ចឹមសត្វទៅបើសិនបើបងប្អូនស្រឡាញ់ធម្មជាតិក្នុងការដាំដុះបងប្អូនអាចដាំដុះបន្លែផ្លែឈើបាទឬក៏ធ្វើអ្វីមួយដែលបងប្អូនមានដីទំនេរទុកនៅគៀនផ្ទះបងប្អូនអាចដាំដុះដំណាំទាំងនោះបានយកមកផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសារឬក៏បងប្អូនហូបអត់អស់បាទសល់បងប្អូនអាចយកទៅលក់នៅទីផ្សារបានពីព្រោះឥឡូវនេះបងប្អូនដឹងហើយថាប្រទេសយើងកំពុងតែមានចំនួនជាមួយអ្នកជិតខាងបាទបងប្អូនផ្ទះលេខ2ជាច្រើនគាត់ហៅថាផ្ទះលេខ2អញ្ចឹងបងប្អូនដល់ពេលអញ្ចឹងវាជួបបញ្ហាបាទជួបបញ្ហាសេដ្ឋកិច្ចមួយចំនួនបើសិនបងប្អូនឆ្លៀតពេលឆ្លៀតឱកាសដាំដំណាំចិញ្ចឹមសត្វនៅគៀនទាំងបងប្អូនអាចដោះទាល់បានដោយមិនបាច់ប្រើថវិកាផ្ទាល់ខ្លួនដែលបងប្អូនដូចជាមានប្រាក់ខែអ្វីដតីដល់ឡែកហ្នឹងបាទចំណាយទេបាទអញ្ចឹងបងប្អូនទៅទស្សនាការជីកស្រះចិញ្ចឹមត្រីរបស់បងប្អូនប្រជាកសិករដែលគាត់រស់នៅស្រុកស្រែចម្ការទាំងអស់គ្នាជាមួយខ្ញុំបាទបងប្អូននេះហើយបងប្អូនគឺជាស្រះចិញ្ចឹមត្រីបងប្អូនហើយក៏មានដំណាំបន្លែផ្កាបើសិនជាយើងមានប្រភពទឹកជីកស្រះអញ្ចេះបងប្អូនយើងមិនផ្ដោតទៅលើការចិញ្ចឹមត្រីប៉ុន្មានទេបងប្អូនក៏ប៉ុន្តែយើងអាចមានប្រភពទឹកដ៏ស្អាតសម្រាប់ប្រើប្រាស់បាទប្រភពទឹកដ៏ស្អាតសម្រាប់ប្រើប្រាស់ហើយយើងអាចបាទយកទឹកដែលយើងជីកស្រះនេះបងប្អូនយើងយកទៅស្រោចដំណាំដាំដុះដែលបងប្អូនបានដាំដុះនៅលើខ្នងស្រះទាំងអស់នោះបានមួយចំនួនផងដែរបងប្អូនក៏ប៉ុន្តែខ្ញុំបានអត់បានទាមទារឲ្យបងប្អូនត្រូវតែធ្វើជីកស្រះចិញ្ចឹមត្រីធំបែបនេះទេបាទបងប្អូនយើងអាចធ្វើជាតង់បងប្អូនចាំคลิปវីដេអូក្រោយខ្ញុំបាទនឹងបង្ហាញអំពី
ការធ្វើស្រះតូចៗបាទបងប្អូនធ្វើស្រះតូចៗដើម្បីចិញ្ចឹមត្រីចិញ្ចឹមអន្ទង់ចិញ្ចឹមកង្កែបចិញ្ចឹមអ្វីផ្សេងទៀតដែលគាត់ធ្វើលក្ខណៈតូចគ្រួសាររបស់គាត់បាទឥឡូវនេះគេអត់ទៅសូវចំណាយដីធំបាទអត់សូវចំណាយដីធំរបៀបនេះដើម្បីចិញ្ចឹមស្រះទេបងប្អូនដើម្បីចិញ្ចឹមស្រះភ័យទោសមានណាមាត់ក្បត់ចិត្តដើម្បីជីកស្រះធំចេះដើម្បីចិញ្ចឹមត្រីទេពីព្រោះវាខាតផលប្រយោជន៍ខាតដីយ៉ាងទៅតែបើសិនជាបងប្អូនមានតម្រូវការក្នុងការធ្វើដំណាំធំឬក៏ត្រូវការប្រព័ន្ធទឹកស្រោចស្រពឬក៏ប្រើប្រាស់បងប្អូនអាចធ្វើធំចេះបានភាគច្រើនគេបុកតែអណ្ដូងទេបងប្អូនបុកអណ្ដូងស្នប់ហើយគេបូមដាក់តាមស្រះតូចបាទវាចំណេញជាងប្រសិនបើយើងជីកធ្វើធំរបៀបនេះបាទបងប្អូនវានឹងខាតដីខាតយ៉ាងម៉េចបងប្អូនគឺយើងត្រូវការដាំដំណាំដាំដុះអ្វីផ្សេងនៅលើខ្នងស្រះឬក៏អីផ្សេងទៀតអញ្ចឹងវាខាតដីបងប្អូនអញ្ចឹងធ្វើរបៀបនេះក៏បានតែប៉ុន្តែធ្វើរបៀបនេះវាចំណេញបានច្រើនទី1យើងបានប្រភពទឹកច្បាស់លាស់ទី2បាទយើងបានទឹកប្រើប្រាស់ទី3បាទងាយស្រួលក្នុងការស្រោចស្រពដំណាំដាំដុះរបស់បងប្អូនជុំវិញនឹងផងដែរអីយ៉ាអូផ្អើលសัตว์គួតអ៊ឺតបងប្អូននេះវាធំទលាយចេះបងប្អូនហើយបើសិនជាយើងមានពូជត្រីល្អដូចជាត្រីខ្យាទីឡាប់យ៉ាបាទត្រីអ្វីផ្សេងៗយើងយកមកប្រឡែងមកបងប្អូនវាល្អដែរបាទក៏ប៉ុន្តែយើងត្រូវធ្វើខឿនវាឲ្យស្អាតបាទបងប្អូនកុំឲ្យដល់ពេលរដូវវស្សាទឹកលិចឬក៏ទឹកឡើងមកបណ្ដាលឲ្យត្រីដែលយើងខំយកមកដាក់នេះវាចេញទៅអស់បាទត្រូវធ្វើឲ្យស្អាតបងប្អូនធំបងប្អូនដល់នោះបាទបងប្អូនដល់ចូលដល់ខែធ្នូទៀតហើយបងប្អូនបាទខែធ្នូខែនៃចុងឆ្នាំរបស់ឆ្នាំ2025ហើយបងប្អូនបាទដោយសារខ្ញុំភាគច្រើនខ្ញុំប្រើម៉ាស់នេះវាងាយស្រួលក្នុងបោកទឹកបាទប្រើបានហើយទី1កាត់បន្ថយជាតិពុលផងហើយទី2បងប្អូនកាត់បន្ថយធូលីដីដែលវាហុយអញ្ចឹងភាគច្រើនចេញតាណាមកណាឆ្ងាយគឺខ្ញុំតែងតែពាក់វាបាទបងប្អូនដល់រដូវរំហើយបងប្អូនខែ12ខែធ្នូខែនៃចុងឆ្នាំ2025ទៀតហើយបងប្អូនតើបងប្អូនបានរៀបចំដំណើរជីវិតហើយនៅសម្រាប់ឆ្នាំ2026ខាងមុខនេះបងប្អូនអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តការចិញ្ចឹមហើយនឹងការដាំដុះបងប្អូនការដាំដុះទី1ខ្ញុំស្រឡាញ់ធម្មជាតិបាទស្រឡាញ់ធម្មជាតិហើយបើសិនជាមានស្រះចេះបាទធំចេះនៅគិនផ្ទះបងប្អូនទិញពូជត្រីល្អយកមកដាក់ហើយធ្វើខឿនវាឲ្យស្អាតបាទព័ទ្ធជុំវិញទៅបងប្អូនមិនខ្វះអីហូបទេបាទមិនខ្វះអីហូបទេហើយនៅលើខ្នងស្រះនៅលើអ្វីផ្សេងដទៃទៀតនេះបងប្អូនអាចដាំដុះនៅដំណាំគ្រប់ប្រភេទបងប្អូនដូចជាដូងខ្នុរចេកបាទអ្វីដំណាំអ្វីផ្សេងទៀតបាទបានយ៉ាងស្រួលបងប្អូនដោយមិនបាច់ពិបាកហត់ឆ្ងាយទឹកទេបាទបងប្អូនអញ្ចឹងបើយើងមានស្រះចេះបងប្អូនបានគ្រប់ប្រភេទសម្រាប់កសិកម្មបាទបងប្អូនសម្រាប់កសិកម្មទាំងដាំដុះទាំងការចិញ្ចឹមទាំងការផ្គត់ផ្គង់ប្រើប្រាស់ស្រោចស្រពគ្រប់អ្វីទាំងអស់បាទបងប្អូនដឹងហើយថាមនុស្សយើងត្រូវការប្រភពទឹកបាទបងប្អូនខែ12ហើយមេក្រូក៏ចាប់ដើមលឺជាបណ្ដាដែរបងប្អូនបាទលឺជាបណ្ដាហើយ
បងប្អូនចាំคลิปវីដេអូក្រោយបន្ទាប់ខ្ញុំនឹងទៅបង្ហាញនៅស្រះតូចក្នុងការចិញ្ចឹមត្រីរបស់បងប្អូនប្រជាកសិកររបស់យើងបាទរបស់យើងហើយក៏គាត់ចិញ្ចឹមហើយនឹងធ្វើបានជោគជ័យផងដែរបងប្អូនអញ្ចឹងនេះគឺជាការប្រាប់ដំណឹងដល់បងប្អូនរបៀបធ្វើកសិកម្មផងដែរហើយបងប្អូនវិស័យកសិកម្មនេះបងប្អូនគឺជាវិស័យស្នូលសសរស្តម្ភហើយបងប្អូនដឹងហើយថាមនុស្សយើងត្រូវការហូបចុកបាទត្រូវការហូបចុកអញ្ចឹងអានេះហើយគឺជាបើសិនជាយើងធ្វើបានល្អបងប្អូនទី1យើងកាត់បន្ថយចំណាយទី2យើងបានសុខភាពបងប្អូនមនុស្សយើងសំខាន់ណាស់សុខភាពបាទសុខភាពឃើញចាស់ចំនួនមុនគាត់អាយុវែងអាយុច្រើនដោយសារគាត់ហូបតែរបស់ធម្មជាតិភាគច្រើនហើយគាត់បានបញ្ចេញញើសឬក៏ធ្វើអ្វីនៅក្បែរផ្ទះរបស់គាត់ដើម្បីបញ្ចេញញើសបាទអត់មានជាតិពុលហើយហូបតែរបស់ធម្មជាតិដែលគាត់ដាំដោយដៃឬក៏ពីព្រៃពីអ្វីអញ្ចឹងហើយបានគាត់អត់មានជាតិគីមីក្នុងខ្លួនបាទបណ្ដាលគាត់រស់បានយូរបាទមិនស្រួលហ្នឹងក្មេងចំនួនក្រោយនេះបាទចាស់ចំនួនមុនហែជាបណ្ដាហើយបងប្អូនបាទហែជាបណ្ដាហើយបាទបងប្អូនចឹងคลิปវីដេអូនេះបាទខ្ញុំបាទមានប៉ុណ្ណឹងនេះគឺជាคลิปវីដេអូទី2របស់ខ្ញុំនឹងផុសនៅក្នុង channel YouTube របស់ខ្ញុំបាទបងប្អូនបាទហើយបើសិនជាបងប្អូនចង់បានចំណេះដឹងឬក៏ចង់បាននៅព័ត៌មានថ្មីប្លែកផ្សេងពាក់ព័ន្ធអំពីកសិកម្មដំណាំដាំដុះបងប្អូនកុំភ្លេចចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទអរគុណច្រើនជម្រាបលា